បាទបងសម្រាប់ពេលប្រដៅរយៈពេល2ថ្ងៃនេះហើយដែលខ្ញុំទទួលបានគឺទី1ការកំណត់អត្តសញ្ញាណរបស់ប្រភពហើយទី2យើងអាចស្រាវជ្រាវរអ្នកដែលពាក់ព័ន្ធជាមួយនឹងប្រភពនឹងដើម្បីយើងនឹងច្បាស់លាស់ជាមួយគាត់មួយទៀតពាក់ព័ន្ធនៅការស្រូបយកចំណេះដឹងពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាដែលយើងជាអ្នកសារព័ត៌មានត្រូវចាំបាច់ជាការស៊ើបរកព័ត៌មានផ្សេងៗដើម្បីយកមកផ្ទៀងផ្ទាត់តើព័ត៌មាននេះវាមានភាពពិតប្រាកដឬក៏ជាព័ត៌មានដែលគេផលិតឡើងដើម្បីជាការចំពុកកលដើម្បីបង្កើតឡើងឲ្យមានភាពចំពុកកលកើតឡើងចឹងវគ្គបណ្ដុះបណ្ដាលរយៈពេល2ថ្ងៃហ្នឹងគឺខ្ញុំបានទទួលចំណេះដឹងច្រើនពីវគ្គបណ្ដុះបណ្ដាលនឹងទាក់ទងទៅលើក្នុងនាមជាអ្នកសារព័ត៌មានគឺវាមានសារៈសំខាន់មែនទែនសម្រាប់ក្នុងការធ្វើព័ត៌មានក្នុងការតាមដានស៊ើបរកព័ត៌មានផ្សេងៗនៅតាមបណ្ដាញ social media ហើយមួយទៀតវាក៏មានសារៈសំខាន់សម្រាប់ខ្ញុំដើម្បីយកទៅចែករំលែកទៅដល់យុវជននៅក្នុងសហគមន៍ដែលគាត់បានមកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដូចជាខ្ញុំផ្ទាល់គឺពីថ្ងៃនេះខ្ញុំទទួលបានចំណេះដឹងគួរជាទីមោទនៈបំផុតប្រធានបទនៃការលើកយកមកសិក្សារយៈពេល2ថ្ងៃនេះបញ្ហាស្វែងរកការពិតជាទ្រឹស្ដីមួយដ៏សំខាន់ដែលខ្ញុំត្រូវតែចេះចំណុចហ្នឹងគឺវិស័យភាសាបំផុតដែលបានអង្គការ CCM នេះឬគាត់លើកស្ទួយបញ្ហាវិស័យព័ត៌មានហើយក៏គាត់យកចំណុចសំខាន់ដែលយើងគួរតែយកវិស័យនេះយកទៅចំណុចនេះយកទៅសិក្សារៀនសូត្រនឹងឲ្យអរគុណបាទជាចំណាប់អារម្មណ៍របស់ខ្ញុំរយៈពេល2ថ្ងៃនេះទី1គឺខ្ញុំបានស្គាល់អ្នកគ្រូលោកគ្រូដែលជាគ្រូបង្គោលតែគាត់មានបទពិសោធន៍នៅក្នុងការបង្ហាត់បង្ហាញចំគោលដៅហើយណាមួយទៀតនិយាយរួមទៅយើងបានស្គាល់មិត្តដែលរួមអាជីពមកជុំវិញខេត្តហើយចំណាប់អារម្មណ៍មួយទៀតនោះគឺសំខាន់នោះការផ្ដោតទៅលើវិស័យព័ត៌មានពួកយើងដែលជាជនជាតិដើមភាគតិចហើយបានមកចូលរួមវគ្គនេះគឺវាជួយបានច្រើនបងយើងអាចទៀងទាត់ព័ត៌មានណាដែលយើងអាចជឿទុកចិត្តពិតជាសប្បាយចិត្តមែនទែនដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលមួយនេះព្រោះពិតជាមានសារៈសំខាន់មែនទែនបងសម្រាប់ខ្ញុំផ្ទាល់ក៏ដូចជាសហគមន៍ដែលគាត់អ្នកសារព័ត៌មានណាព្រោះនៅពេលដែលគាត់ទទួលបានចំណេះដឹងហ្នឹងគាត់អាចបែងចែកថាព័ត៌មានណាពិតព័ត៌មានណាមិនពិតហើយគាត់ក៏អត់ងាយនឹងត្រូវបានគេបំភ្លើសឬក៏ធ្វើឲ្យគាត់គិតទៅលើផ្លូវខុសឬក៏អវិជ្ជមានអីដែរ